ตาអ្នកទាំងអស់គ្នាជឿលើការលាបំណន់ដែរឬទេពីព្រោះកន្លែងមួយនេះកើតឡើងដោយការលាបំណន់របស់ក្មេងប្រុសម្នាក់បនស្រន់សុំឲ្យម្ដាយរបស់ខ្លួនរួចពីសេចក្តីស្លាប់ហើយនេះគឺជា The Grotto នៃទីក្រុង Portland រដ្ឋ Oregon ទីនេះគឺមានប្រវត្តិជាយូរលង់ណាស់មកហើយដោយនៅក្នុងកំឡុងឆ្នាំ1800មានក្មេងប្រុសម្នាក់មានឈ្មោះថា Ambrose Mayer ដោយថ្ងៃមួយក្មេងប្រុសម្នាក់នោះបានរត់ទៅកាន់វិហារហើយបន់ស្រន់ទៅព្រះជាម្ចាស់របស់ខ្លួនឲ្យម្ដាយរបស់ខ្លួនរួចផុតពីសេចក្តីស្លាប់ពីការសម្រាលកូនក្មេងប្រុសម្នាក់នោះបាននិយាយទៅកាន់ព្រះជាម្ចាស់ថាបើសិនជាម្ដាយពិតជាអាចរួចផុតពីសេចក្តីស្លាប់មែនខ្លួននឹងសាងសង់ទីតាំងសក្ការៈដ៏អច្ឆរិយៈមួយជូនទៅកាន់ព្រះជាម្ចាស់ដើម្បីជាការលាបំណន់ជាការពិតណាស់ម្ដាយរបស់ក្មេងប្រុស Mayer បានជាសះស្បើយដូចគ្មានអ្វីកើតឡើងហើយ Ambrose Mayer ក៏បានរក្សាការសន្យារបស់ខ្លួនដោយបានសាងសង់ទីកន្លែងសក្ការៈនេះនៅក្នុងព្រៃនិងលើភ្នំដែលពោរពេញទៅដោយធម្មជាតិយ៉ាងខៀវស្រងាត់ហើយពិតជាคล้ายទៅជាទីកន្លែងសក្ការៈដ៏អច្ឆរិយៈនៃទីក្រុង Portland រដ្ឋ Oregon ហើយកន្លងមក Ambrose Mayer ក៏បានបូជាខ្លួនបម្រើសាសនាคล้ายជាតាអាចារ្យឬក៏គេហៅថា Father Ambrose Mayer រហូតដល់ថ្ងៃខ្លួនអស់ជីវិតរូបសំណាកនេះត្រូវបានចោះពីច្រាំងភ្នំដែលមានកម្ពស់33ម៉ែត្រហើយសាងសង់ជារូបសំណាករបស់ព្រះម៉ែម៉ារីឬក៏ Virgin Mary ដែលបានបីត្រកងព្រះយេស៊ូវពេលដែលដកចេញពីឈើឆ្កាងរូបសំណាកនេះមានឈ្មោះថា The Sorrowful Mother ឬក៏ភាពឈឺចាប់របស់ម្ដាយដែលបានឃើញកូនរបស់ខ្លួនត្រូវគេដាក់ទណ្ឌកម្មរហូតដល់អស់ជីវិតដែលបង្កប់អត្ថន័យ4នៅក្នុងនោះទី1គឺក្តីស្រឡាញ់របស់ម្ដាយទី2គឺការបាត់បង់ទី3គឺការធ្វើចិត្តឲ្យរឹងមាំត្រឡប់មកវិញទី4គឺការដើរឆ្លងឧបសគ្គដ៏លំបាកបំផុតនៃជីវិតបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកមុខដោយប្អូនស្រីម្នាក់នេះខ្ញុំឲ្យមើល feedback ផ្ទាល់របស់អតិថិជនរបស់ខ្ញុំតែម្ដងមុខមុនកាលពីមុនណាមានមុនផងមានស្នាមផងតែឥឡូវគាត់និយាយថានៅស្នាមតិចព្រោះទៅតែមកខែប៉ុន្តែស្បែកមុខបន្ទាប់ពីប្រើហើយគឺមានភាពកឡូររលោងចាំងកលាស់ skin ដូចកញ្ចក់អញ្ចឹងតែម្ដងអតិថិជនបាននិយាយថាប្រើផលិតផលច្រើនហើយអត់ត្រូវទេតែបែរជាមកត្រូវជាមួយនឹងឈុតមុខ Lalika របស់នាងខ្ញុំអ្នកណាដែលចង់បានស្បែកក្មេងស្បែករលោងស្បែកខ្ចីស្បែកតឹងមិនងាយចាស់ទៅតាមវ័យបងប្អូនសាកជាមួយនឹងមួយឈុតនេះដោយសេរ៉ូមរបស់យើងគឺធ្វើពីសារធាតុចាក់មុខនឹងតែម្ដងវាជួយពន្យាកោសិកាស្បែករបស់យើងឲ្យក្មេងជាងវ័យបំបត្តិរោគបំបត្តិស្នាមធ្វើស្បែករបស់យើងម៉ត់ឲ្យតឹងខ្ចីរលាស់តែម្ដងហើយបើលេបយប់នេះវិញបងប្អូនទាំងអស់គ្នាគឺលាបឲ្យស្បែករបស់យើងគឺជួយគេហៅថាសាង skin barrier ឲ្យស្បែករបស់យើងខ្ចីតឹង glow glass skin បំបត្តិមុនបំបត្តិស្នាមមិនរយបំបត្តិស្នាមជ័រឈុតនេះសាកមើលបងប្អូនទាំងអស់គ្នាទៅនេះមកឆ្លាញ់ស្បែកខ្លួនឯងតែម្ដង